បងប្អូនដែលទៅមន្ទីរពេទ្យតែងតែបាត់ប្រព័ន្ធជំងឺជាប្រចាំនៅសម័យ digital នេះហើយហេតុអ្វីបងប្អូននៅតែបន្តឲ្យបាត់ប្រព័ន្ធជំងឺរបស់បងប្អូនថែមទៀតនោះឥឡូវនេះបងប្អូនអាចធ្វើការរក្សាប្រវត្តិជំងឺរបស់បងប្អូននៅក្នុងទូរស័ព្ទដៃយ៉ាងងាយស្រួលបងប្អូនគ្រាន់តែទាញយកកម្មវិធី App ពេទ្យជាង eHealth យកមកប្រើប្រាស់នោះបងប្អូនអាចធ្វើការណាត់ទៅកាន់មន្ទីរពេទ្យរដ្ឋណាត់ទៅមន្ទីរពេទ្យឯកជនអាចធ្វើការរក្សាប្រវត្តិជំងឺរបស់បងប្អូននៅក្នុងទូរស័ព្ទដៃអាចទទួលបានសាររំលឹកពីលោកគ្រូពេទ្យអាចធ្វើការតាមដានព័ត៌មានសុខភាពផ្សេងៗនៅលើកម្មវិធី App ពេទ្យជាង eHealth ហើយកាន់តែពិសេសនោះរបៀបនៃការណាត់ជួបគឺងាយស្រួលមែនទែនបងប្អូនគ្រាន់តែទាញយកកម្មវិធី App ពេទ្យជាង eHealth ធ្វើការចុចទៅលើប៊ូតុងណាត់ជួបធ្វើការចុចទៅលើប៊ូតុងសញ្ញាបូកបន្ទាប់មកធ្វើការជ្រើសរើសប្រភេទនៃការណាត់ជួបមានណាត់ជា video call មានណាត់ជួបផ្ទាល់ហើយបន្តធ្វើការជ្រើសរើសផ្នែកណាមួយដែលបងប្អូនចង់ធ្វើការណាត់ជួបទៅលោកវិជ្ជាជីវៈជំនាញបន្ទាប់មកធ្វើការជ្រើសរើសឈ្មោះមន្ទីរពេទ្យដែលបងប្អូនចង់ទៅជួបបន្តចុចទៅលើដុកទ័រដែលបងប្អូនចង់ជួបបន្តមកទៀតធ្វើការជ្រើសរើសថ្ងៃណាត់ជួបម៉ោងណាត់ជួបចុចទៅលើប៊ូតុងដាក់ស្នើណាត់ជួបរងចាំការស្នើណាត់ជួបពីវិជ្ជាបណ្ឌិតនោះបងប្អូនអាចធ្វើការទៅជួបវិជ្ជាបណ្ឌិតបានយ៉ាងងាយស្រួលតែចាំឲ្យទៀតទាញយកកម្មវិធី App ពេទ្យជាង eHealth ដើម្បីងាយស្រួលធ្វើការណាត់ជួបវិជ្ជាបណ្ឌិតជំនាញ